សូមស្វាគមន៍មកកាន់កម្មវិធី Anna Talk Show ក្នុងថ្ងៃនេះនាងខ្ញុំនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាទៅទស្សនាអំពីអារម្មណ៍របស់ក្មេងស្រីដែលគាត់បានលួចក្រាស់ទៅកាន់មនុស្សជាទីស្រឡាញ់របស់គាត់ហើយគាត់មិនចង់ឲ្យក្រាស់របស់គាត់ស្រឡាញ់មកកាន់គាត់វិញទេហើយចង់ដឹងថាតើប្រធានបទរបស់យើងនៅក្នុងថ្ងៃនេះប្លែកនឹងគួរឲ្យចាប់អារម្មណ៍យ៉ាងណាហើយប្រវត្តិនៃការដែលលួចក្រាស់របស់គាត់ចាប់តាំងពីគាត់រៀនថ្នាក់ទីប្រមាណជួបជាមួយនឹងវាគ្មិនរបស់យើងតែម្ដងចាស់ជំរាបសួរអូនជំរាបសួរបងអានជំរាបសួរអ្នកទាំងអស់គ្នាចារីករាយមែនតើដែលបានជួបCamryក្នុងថ្ងៃនេះប៉ុន្តែប្រិមិត្តអត់ទាន់បានស្គាល់ឈ្មោះពិតរបស់Camryទេណែនាំខ្លួនទៅដល់ប្រិមិត្តរបស់យើងបន្តិចសិនហើយឈ្មោះហៅក្រៅមានទេឈ្មោះខ្ញុំឈ្មោះCamryអានឈ្មោះហៅក្រៅមិនបាច់ខ្ញុំមិនសូវហៅកណ្ដុលកណ្ដុលចាំខ្លាចមែនតើ It's okay ធម្មតាជាឈ្មោះហៅលេងជាមួយមិត្តភ័ក្តិជិតស្និទ្ធរបស់យើងអញ្ចឹងថ្ងៃហ្នឹងយើងមានប្រធានបទជជែកតាក់ទងទៅនឹងការដែលយើងធ្លាប់បានលួចក្រាស់ឬក៏លួចស្រឡាញ់មនុស្សជាទីស្រឡាញ់របស់យើងកាលតែពីយើងនៅក្មេងណាអញ្ចឹងសម្រាប់Camryចេះលួចស្រឡាញ់គេតាំងពីអាយុប៉ុន្មានដែរបើតាមខ្ញុំចាំតាំងពីខ្ញុំរៀនថ្នាក់ទី8តែមុនថ្នាក់ទី8ខ្ញុំក៏ខ្ញុំក្រាស់គេច្រើនដែរតែខ្ញុំគាត់តែមួយទី8ហ្នឹងច្បាស់ជាងគេអញ្ចឹងរៀបរាប់ទៅដល់ប្រិមិត្តរបស់យើងបន្តិចបានអត់ថាតើកំឡុងពេលហ្នឹងរូបភាពដែលយើងចងចាំមានជាអ្វីខ្លះដែរដូចឧទាហរណ៍ថាអូខេបារម្ភម្នាក់ហ្នឹងគាត់មានរូបរាងយ៉ាងណាដែរទៅធ្វើឲ្យកណ្ដុលលងឆ្លាញ់គាត់គាត់ពោះអានិយាយទៅស្អាតហ្មងមនុស្សក្រាស់គេគឺឃើញគេស្អាតស្រួយអត់ស្រួយហើយចាស់លេងបាល់ទៀតចាហើយចុះកំឡុងពេលហ្នឹងទៅរៀនភាគច្រើនមានដែលទៅរៀនព្រលឹមជ្រុលម៉ោងឬក៏ថ្ងៃសៅរ៍អាទិត្យនៅត្រូវទៅរៀនទៀតអត់ព្រោះធម្មតាពេលយើងក្រាស់គេចេះចង់ឃើញគេណាពេលហ្នឹងណាមិនទៅពេលហ្នឹងជាកម្លាំងចិត្តមកឲ្យយើងទៅរៀនដូចគ្នាយើងនិយាយទៅរៀនដើម្បីបានឃើញមកគេដូចគ្នាពេលខ្លះថ្ងៃសៅរ៍អាទិត្យអត់រៀនទេតែយើងមករៀនគួរតែពេលខ្លះកិច្ចម៉ោងរៀនគួរហ្នឹងដើម្បីទៅមើលគេលេងបាល់អូនក៏បានខូចចុះកំឡុងពេលហ្នឹងដែលយើងក្រាស់គេហ្នឹងអារម្មណ៍មិនដែរបាទជាពិសេសពេលគេតតបាល់ចូលហ្នឹងគឺសប្បាយហ្មងគេពេលគេរត់ពេលគេធ្វើសកម្មភាពអីគឺស្អាតទាំងអស់ចាហើយចង់ដឹងមួយទៀតពាក់ព័ន្ធជាមួយកំឡុងពេលហ្នឹងថាតើCamryពេលដែលបានក្រាស់គេអញ្ចឹងអារម្មណ៍យើងសប្បាយចិត្តចុះគេមានចាប់អារម្មណ៍យើងមកវិញទេកំឡុងពេលហ្នឹងត្បូងគេអត់ដឹងទេថាយើងក្រាស់គេដល់ពេលមួយរយៈក្រោយមកមិនគេដឹងថាយើងក្រាស់គេដែរចុះពេលដែលគេក្រាស់យើងវិញអញ្ចឹងយើងមានអារម្មណ៍មិនដែរមើលត្បូងមិនទេនេះគេថាគេបោកយើងឬមួយក៏អីអញ្ចឹងដោយសារតែយើងអត់ស្អាតទេគេស្អាតចុះកំឡុងពេលហ្នឹងមានបណ្ដាញសង្គមអីអេដរោគ្នាអីហើយនៅឯដល់ពេលយូរដែលគេដឹងថាខ្ញុំក្រាស់គេហើយបានគេអេដមកអញ្ចឹងទៅអេដមកហើយពេលភ្លាមហ្នឹងក៏អត់តាន់ហ៊ានទទួលគេដែរតយូរបន្តិចបានហ៊ានទទួលគេហើយដល់ពេលដែលគេចូលមើល story យើងហើយគេបេះដូងតែមួយបកាច់ពេញនឹងបរោយ screenshot ដាក់ក្រុមឲ្យមិត្តភក្តិមើលទេប៉ុន្តែពេលនេះយើងផុសម្នាក់ឯងទេផុសមួយមិត្តភក្តិតែពេលហ្នឹងផុសរូបជុំគ្នាមួយមិត្តភក្តិជឿទៅគេឲ្យបេះដូងតែយើងមួយឬមកគេឲ្យទាំងមិត្តភក្តិយើងដែរអញ្ចឹងទៅឡើងគិតឡើងតុកសេះហ្មងនេះជាអារម្មណ៍មួយដែលយើងធ្លាប់ក្រាស់គេកាលពីក្មេងណោះប៉ុន្តែឥឡូវនេះយើងចាប់អារម្មណ៍ពីអារម្មណ៍នឹងការវិវត្តមកដល់ពេលចុងក្រោយនៃជីវិតបច្ចុប្បន្នរបស់យើងវិញអញ្ចឹងនឹងគឺជាអតីតកាលរបស់យើងហើយវាជាអនុស្សាវរីយ៍ដែលល្អដែលយើងចងចាំកាលពីនៅក្មេងចុះបច្ចុប្បន្ននេះធ្លាប់មានទំនាក់ទំនងស្នេហាហើយឬនៅហើយអ្នកដែលយើងក្រាស់បានតាក់ទងគ្នាដែរឬក៏អត់កំឡុងពេលហ្នឹងអត់ហ៊ានតាក់ទងមួយក្រាស់ប្រហែលខ្ញុំអត់ចូលចិត្តអ្នកដែលយើងក្រាស់ហើយមកឆ្លាញ់យើងវិញអត់ទេថ្មីចាក្រាស់គេតែអត់ចូលចិត្តឲ្យគេឆ្លាញ់វិញទេចាដោយសារតែគិតថាគេស្អាតគេអាចមកឆ្លាញ់យើងអីចឹងណាតែCamryស្អាតណាចាអូខេហើយអញ្ចឹងបានន័យថាCamryចូលចិត្តលួចក្រាស់គេតែម្នាក់ឯងតែអត់ចូលចិត្តគេមកក្រាស់វិញទេចាអញ្ចឹងឧទាហរណ៍ថាបើសិនជាអ្នកដែលកំពុងមើលវីដេអូក្រាស់Camryវិញអញ្ចឹងCamryក្រាស់អត់ទេអូខេចានិយាយលេងទេអញ្ចឹងបានន័យថានេះជារសនិយមមួយសម្រាប់ Camry ផ្ទាល់ខ្លួនបែបហ្នឹងគឺអត់ចូលចិត្តមនុស្សប្រុសដែលក្រាស់យើងវិញទេបើសិនជាយើងក្រាស់អញ្ចឹងឧទាហរណ៍ថាដៃគូស្នេហាបច្ចុប្បន្ននេះវិញយ៉ាងម៉េចដែរមានស្នេហាហើយនៅឬក៏មិនទាន់មានទេអត់ទាន់មានទេសារតែយើងទំបែកគ្នាឲ្យថ្មីដូចគ្នាចាបែកគ្នាចាចុះអញនិយាយពីអញ្ចឹងបានន័យថាបើយើងបែកគ្នាហើយអីត្រូវអត់ចាអញ្ចឹងអញនិយាយអំពីកំឡុងពេលដែលយើងតាក់ទងគ្នានៅទំនាក់ទំនងបច្ចុប្បន្នវិញដែលអិចរបស់យើងអញ្ចឹង
អាចឈានមកដល់ចំណុចមួយដែលបែកគ្នាដោយសារអីដែរហើយយើងតាក់ទងគ្នាប្រហែលឆ្នាំដែរទៅបែកគ្នា ពេលដែលតាក់ទងគ្នាហ្នឹង3ឆ្នាំហើយបែកគ្នាហ្នឹងមូលហេតុផ្សេងជាច្រើន ប៉ុន្តែយ៉ាងណាដោយសារតែយើងអត់ចុះសម្រុងគ្នាទើបយើងបែកគ្នាប៉ុន្តែអាចប្រាប់បន្តិចបានទេថាតើមូលហេតុចម្បងដែលធ្វើឲ្យយើងបែកបាក់គ្នាតែមួយគឺជាគេដែរ សារយើងអត់យល់ពីគ្នាអត់សូវយល់ពីគ្នាច្រើនដោយសារតែគេធ្វើការគេ stress ច្រើនអីចឹងទៅ ចាអញ្ចឹងយើងចង់បានឲ្យគេនៅដូចដើមដោយការដែលគេស្រឡាញ់យើងដំបូងចាត្រូវអត់ចាប៉ុន្តែយ៉ាងណាអត់បានដូចអ្វីដែលយើងចង់បានប៉ុន្តែយ៉ាងណាក៏មានអារម្មណ៍ខកចិត្តអត់នៅពេលដែលយើងបានបែកគ្នាបែបហ្នឹង ខកចិត្តដែរ តំណែងតំណងមកជាប្រហែលឆ្នាំដែរ 3ឆ្នាំយូរដែរតាំងរៀននៅវិទ្យាល័យតាំងទី12 អូ ដល់ហើយ ចាឥឡូវយើងរៀនមហាវិទ្យាល័យហើយចាប៉ុន្តែនៅពេលដែលបែកគ្នាកំឡុងពេលដែលយើងបែកគ្នាហ្នឹងរហូតមកដល់ពេលនេះចាំមិនទៅជីករឿងផ្លូវចិត្តរបស់កាមេរ៉ាប៉ុន្តែក៏ចង់ដឹងហើយនឹងចែកម្លែកទៅដល់បងប្អូនដូចគ្នានៅពេលដែលយើងបែកគ្នាហើយនឹងកំឡុងពេលដែលយើងកំពុងតែរស់នៅ available ម្នាក់ឯងបែបនេះថាតើអារម្មណ៍ពីហ្នឹងមានអារម្មណ៍យ៉ាងណាដែរថាតើកំឡុងពេលបែកគ្នាភ្លាមៗយើងមានអារម្មណ៍យ៉ាងម៉េចហើយកំឡុងពេលបច្ចុប្បន្ននេះយើងបានធ្វើចិត្តរៀងយូរគូសំដែរអញ្ចឹងតើអាចថាបែកគ្នាឥឡូវមកដល់ពេលនេះប្រហែលខែហើយមួយខែចាតែមួយខែនៅញឹមឡើយនេះចា មានអារម្មណ៍ថាយើងជ្រុះគ្នាច្រើនដែរជ្រុះគ្នាច្រើនហើយគ្នាក៏ច្រើនអញ្ចឹងវា is okay អីវាយើងធ្វើចិត្តបានបដាយើងធ្វើចិត្តតាំងពីយើងមកតន់បែកគ្នាអញ្ចឹងទៅប៉ុន្តែអ្វីដែលរៀនបានអំពីទំនាក់ទំនងស្នេហាខេមរីគិតថាចង់ចែកម្លែកអ្វីទៅដល់ប្រិមិត្តក៏ដូចជាបងប្អូនយុវវ័យជំនាន់ក្រោយណាចាត្រូវស្រឡាញ់គ្នាឲ្យបានច្រើនហើយកុំតម្លាក់ standard របស់ខ្លួនឯង នេះជាអ្វីដែលបងអូនចង់ចែកម្លែកទៅដល់បងប្អូនចាហើយពាក់ព័ន្ធជាមួយនឹងចំណុចសំខាន់មួយទៀតដែលកម្មវិធីរបស់យើងក៏ចង់ចែកម្លែកទៅដល់ប្រិមិត្តដូចគ្នាតើតើទៅនឹងខេមរីផ្ទាល់យល់ឃើញថាតើពេលដែលយើងបានចាប់ផ្ដើមជាខ្លួនឯងបែបនេះមានអារម្មណ៍យ៉ាងណាដែរហើយគិតថាឈានមកដល់វ័យឥឡូវនេះអាយុប៉ុន្មានដែរ 20ឆ្នាំចុង21ឆ្នាំវិញ ចា21ឆ្នាំហើយអញ្ចឹងគាត់ថាកំឡុងពេលបច្ចុប្បន្ននេះមានអារម្មណ៍ថាចង់ធ្វើអ្វីជាងគេហើយចង់អភិវឌ្ឍខ្លួនឯងដែរឬក៏អត់ហើយចង់ឲ្យខ្លួនឯងសម្រេចគោលដៅខ្លួនឯងនៅក្នុងអាយុប្រហែលដែរ អត់តាន់ច្បាស់ដល់ឡើយគាត់ថាឥឡូវពុំ start រកការងារធ្វើអែនតាត់អីថ្មីដែរ បើសិនជាចង់ធ្វើការផ្នែកអីដែរ ផ្នែកខ្ញុំរៀនសប្តាហ៍ថ្ងៃខាងគណនេយ្យចង់ដាក់ពាក្យខាងរៀនខាងគណនេយ្យដើម្បីយកបទពិសោធន៍ចាហើយអនាគតយើងអាចនឹងធ្វើការផ្នែកការងាររបស់យើងឬក៏អាចនឹងបើកអាជីវកម្មជាដើមនៅក្នុងពេលអនាគតល្អមែនតើដែលបងអូនបានចាប់ផ្ដើមសម្រេចចិត្តនៅក្នុងការស្វែងរកខ្លួនឯងហើយនឹងចង់បង្កើននៅចំហខ្លួនឯងឲ្យកាន់តែរឹងមាំពីព្រោះពិសេសនិងសំខាន់ខ្លាំងមែនតើនៅកាលណាដែលយើងក្នុងនាមជាមនុស្សស្រីនៅពេលដែលយើងមានអ្វីដែលជារបស់ខ្លួនឯងឬក៏យើងមានគោលចំហច្បាស់លាស់នៅក្នុងជីវិតរបស់យើងនឹងកាន់តែជោគជ័យហើយនឹងកាន់តែឈរជើងរឹងមាំនៅក្នុងសង្គមមួយនឹងបើទោះបីជាមានព្យុះឬក៏ឧបសគ្គផ្សេងៗកើតឡើងនៅក្នុងជីវិតប៉ុន្តែយ៉ាងណាបងអូនគឺបានចាប់ផ្ដើមស្វែងរកនឹងចាក់គុលស្វែងរកខ្លួនឯងណ៎ឥឡូវរកឃើញខ្លួនឯងនៅរកឃើញបានតិចចាតិចហ្នឹងខ្លួនឯងឆ្លាញ់អីចាភាគច្រើនឆ្លាញ់ទៅលើអីគេដែរវិស័យសិល្បៈឬក៏ជំនាញគណនេយ្យឬក៏ការងារតាក់ទងធនាគារឬក៏តាក់ទងទៅនឹងអីផ្សេងដែរខាងសិល្បៈក៏ឆ្លាញ់ខាងធនាគារក៏ឆ្លាញ់ដែរគាត់ថាយើងអត់ទាន់ថាយើងចាប់យកមួយណាឲ្យពិតប្រាកដអញ្ចឹងស្អីយើងឆ្លាញ់ទាំងអស់ពិសេសមែនតើយ៉ាងណាបងអូនបានស្វែងរកឃើញនៅអ្វីដែលខ្លួនឯងស្រឡាញ់តែកាលណាដែលយើងស្វែងរកឃើញអ្វីដែលយើងស្រឡាញ់យើងប្រកាសណាស់ថានឹងចាប់ផ្ដើមវិវត្តខ្លួនទៅចាប់យកក្តីសម័យរបស់ខ្លួនឯងម្ដងតិចភាពជោគជ័យគឺមិនក្បត់នឹងការខិតខំប្រឹងប្រែងរបស់យើងទេតែកាលណាដែលយើងប្រឹងប្រែងអ្នកគូជឿថាយើងនឹងជោគជ័យនៅថ្ងៃណាមួយនៅលើវិថីនៃជីវិតរបស់យើងเนาะហើយសង្ឃឹមថាបងអូនក៏នឹងទទួលបាននៅបទពិសោធន៍ល្អៗអំពីការងារដែលខ្លួនឯងកំពុងតែចង់ដាក់ទៅហើយចុងក្រោយមានអ្វីចង់ផ្ដាំផ្ញើទៅដល់ក្រាស់របស់យើងទេចាចង់ផ្ដាំផ្ញើទៅក្រាស់ថាចាបើឃើញខ្ញុំក្រាស់ហើយមិនបាច់ក្រាស់ខ្ញុំវិញចាការផ្ដាំផ្ញើយ៉ាងខ្លីបំផុតហើយមានន័យចាអរគុណច្រើនខេមរីអរគុណសម្រាប់ការចូលរួមនៅក្នុងកម្មវិធីរបស់យើងជួបគ្នានៅវីដេអូក្រោយៗទៀតបើសិនជាមានឱកាសเนาะអរគុណប្រិយមិត្តទាំងអស់គ្នាពីកម្មវិធី Anna Talk Show ឈានមកដល់ទីបញ្ចប់ហើយកម្មវិធីរបស់យើងសន្យាថានឹងជួបប្រិយមិត្តនៅអេពីសូតបន្តទៀតក៏ដូចជាវគ្គថ្មីហើយក៏នឹងមានប្រធានបទថ្មីចែករំលែកទៅដល់ប្រិយមិត្តផងដែរអរគុណជម្រាបលា